សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារខ្លាំងៗទៅកាន់ភាគីថៃគំបីផ្ដោតលើស៊ីហ្គេមឆ្នាំ2025និងគ្រោះទឹកជំនន់ជាជាងរឿងឈ្នះចាញ់ជាមួយកម្ពុជានិងមីយ៉ាន់ម៉ាសួស្តីប្រិយមិត្តអ្នកទស្សនាសូមស្វាគមន៍មកកាន់ការផ្សព្វផ្សាយព័ត៌មានប្រចាំថ្ងៃរបស់យើងថ្ងៃនេះយើងនឹងលើកយកប្រធានបទមួយដែលកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងតំបន់គឺសារដ៏មុតស្រួចរបស់សម្ដេចតេជោ ហ៊ុន សែនប្រធានក្រុមប្រឹក្សាជាន់ខ្ពស់នៃព្រះរាជាណាចក្រកម្ពុជានិងជាអតីតនាយករដ្ឋមន្ត្រីផ្ញើទៅកាន់រាជរដ្ឋាភិបាលនិងប្រជាជនថៃទាំងមូលសារនេះមិនត្រឹមតែផ្ដោតលើបញ្ហាប្រកួតប្រជែងកីឡាក្នុងតំបន់ប៉ុណ្ណោះនោះទេតែវាក៏ប៉ះពាល់ដល់បញ្ហាសំខាន់ផ្ទៃក្នុងរបស់ថៃផងដែរសម្ដេចតេជោ ហ៊ុន សែនបានផ្ដល់អនុសាសន៍យ៉ាងច្បាស់លាស់ថាភាគីថៃគំបីរៀបចំឲ្យបានល្អនៅការប្រកួតកីឡាស៊ីហ្គេមលើកទី33ឆ្នាំ2025ដែលខ្លួនធ្វើជាម្ចាស់ផ្ទះព្រមទាំងដោះស្រាយបញ្ហាគ្រោះទឹកជំនន់ដែលអូសបន្លាយរាប់ខែជាជាងមកផ្ដោតអារម្មណ៍តែរឿងឈ្នះចាញ់និងការប្រកួតប្រជែងជាមួយប្រទេសជិតខាងដូចជាកម្ពុជានិងមីយ៉ាន់ម៉ាតើសារនេះមានន័យយ៉ាងដូចណាខ្លះតើវាបានកើតឡើងក្នុងបរិបទអ្វីសូមតាមដានទាំងអស់គ្នាការរៀបចំស៊ីហ្គេមឆ្នាំ2025របស់ប្រទេសថៃសាររបស់សម្ដេចតេជោ ហ៊ុន សែនបានធ្វើឡើងចំពេលដែលការរៀបចំធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេមឆ្នាំ2025នៅប្រទេសថៃកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងជាពិសេសបន្ទាប់ពីកម្ពុជាធ្វើជាម្ចាស់ផ្ទះដោយជោគជ័យដ៏ត្រចះត្រចង់នៅឆ្នាំ2023កន្លងទៅសម្ដេចតេជោបានសង្កត់ធ្ងន់ថាថៃត្រូវតែប្រឹងប្រែងខ្លាំងក្នុងការធានានូវគុណភាពនិងស្តង់ដារខ្ពស់នៃព្រឹត្តិការណ៍មួយនេះដើម្បីរក្សាបាននូវកិត្យានុភាពជាប្រទេសដែលមានបទពិសោធន៍យូរអង្វែងក្នុងការរៀបចំកម្មវិធីកីឡាធំចំណុចសំខាន់មួយទៀតគឺការកត់សម្គាល់របស់សម្ដេចតេជោចំពោះអ្វីដែលលោកយល់ថាជាការផ្ដោតអារម្មណ៍ហួសហេតុរបស់ភាគីថៃទៅលើរឿងឈ្នះចាញ់និងការប្រកួតប្រជែងជាពិសេសជាមួយកម្ពុជានិងមីយ៉ាន់ម៉ាលើប្រភេទកីឡាមួយចំនួនសម្ដេចតេជោបានលើកឡើងជាហូរហែថាកីឡាគួរតែជាស្ពានភ្ជាប់មិត្តភាពនិងការរួបរวมក្នុងតំបន់មិនមែនជាប្រភពនៃភាពបែកបាក់ឬការប្រកួតប្រជែងគ្នាដែលគ្មានទីបញ្ចប់នោះទេការផ្ដោតតែលើការចង់យកឈ្នះប្រទេសជិតខាងនឹងធ្វើឲ្យបាត់បង់នូវអត្ថន័យពិតប្រាកដនៃកីឡាចំណុចដែលសម្ដេចតេជោបានលើកឡើងយ៉ាងយកចិត្តទុកដាក់បំផុតនោះគឺបញ្ហាគ្រោះទឹកជំនន់ដែលបាននឹងកំពុងវាយលុកប្រទេសថៃអស់រយៈពេលរាប់ខែកន្លងមកហើយផលប៉ះពាល់ធ្ងន់ធ្ងរទឹកជំនន់មិនត្រឹមតែបំផ្លាញហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចនិងដំណាំកសិកម្មប៉ុណ្ណោះនោះទេថែមទាំងបង្កផលលំបាកយ៉ាងធ្ងន់ធ្ងរដល់ជីវភាពរស់នៅរបស់ប្រជាជនថៃរាប់លាននាក់ជាស្ដែងក្នុងកំឡុងពេលប្រមាណខែចុងក្រោយនេះតំបន់សំខាន់ជាច្រើនរបស់ថៃរួមទាំងទីក្រុងធំមួយចំនួនក៏បានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរផងដែរអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែនបានផ្ដល់អនុសាសន៍ថាថៃគួរតែបង្វែរធនធាននិងការយកចិត្តទុកដាក់ទៅលើការប្រកួតប្រជែងផ្នែកកីឡាដ៏តូចតាចទៅជាការដោះស្រាយវិបត្តិមនុស្សធម៌និងធម្មជាតិដ៏ធំធេងនេះវិញការដោះស្រាយបញ្ហាទឹកជំនន់ឲ្យបានទាន់ពេលវេលានិងមានប្រសិទ្ធភាពគឺជារឿងដែលចាំបាច់បំផុតសម្រាប់ការស្ដារសេដ្ឋកិច្ចនិងស្ថិរភាពសង្គមជាតិរបស់ថៃសម្ដីសំខាន់របស់សម្ដេចតេជោគំបីយកចិត្តទុកដាក់ដោះស្រាយបញ្ហាគ្រោះទឹកជំនន់ដែលរាប់ខែកន្លងមកនេះបានល្អប្រសើរជាជាងមកគិតតែរឿងឈ្នះចាញ់ជាមួយកម្ពុជានិងមីយ៉ាន់ម៉ា
កម្ពុជាក្រោមការដឹកនាំរបស់សម្ដេចតេជោហ៊ុនសែនក៏ដូចជាសម្ដេចធិបតីបច្ចុប្បន្នបានប្រកាន់ភ្ជាប់នៅគោលការណ៍កីឡាដើម្បីសន្តិភាពនិងមិត្តភាពភាពជោគជ័យនៃស៊ីហ្គេមឆ្នាំ2023នៅកម្ពុជាត្រូវបានគេមើលឃើញថាមិនមែនជាការយកឈ្នះចាញ់នោះទេតែជាការបង្ហាញពីសមត្ថភាពនិងការរួបរวมរបស់ប្រជាជាតិទាំងមូលសម្ដេចតេជោបានរំលឹកថាថៃគួរតែយកឱកាសនៃស៊ីហ្គេមឆ្នាំ2025នេះធ្វើជាវេទិកាសម្រាប់បង្ហាញពីសមត្ថភាពសាមគ្គីភាពនិងការបដិសណ្ឋារកិច្ចរបស់ខ្លួនជាជាងការផ្ដោតលើការប្រកួតប្រជែងយកឈ្នះចាញ់ដោយមិនគិតពីគុណធម៌និងសីលធម៌នោះទេសរុបមកសាររបស់សម្ដេចតេជោហ៊ុនសែនទៅកាន់ភាគីថៃគឺមានអត្ថន័យជ្រាលជ្រៅលើសពីព្រឹត្តិការណ៍ស៊ីហ្គេមទៅទៀតវាគឺជាការអំពាវនាវឲ្យមានការកំណត់អធិភាពជាតិឲ្យបានត្រឹមត្រូវគឺជាការដោះស្រាយវិបត្តិធម្មជាតិដ៏ធំធេងនិងការរៀបចំកម្មវិធីអន្តរជាតិឲ្យបានល្អប្រសើរដើម្បីបង្ហាញពីភាពជាម្ចាស់ផ្ទះដ៏ពិតប្រាកដផ្ដោតលើរឿងសំខាន់គឺសុខុមាលភាពប្រជាជននិងភាពជោគជ័យនៃស៊ីហ្គេមជាជាងមកបង្កសង្គ្រាមជាមួយនឹងកម្ពុជានិងមីយ៉ាន់ម៉ាតទៅទៀតអីយើងសង្ឃឹមថាថៃនឹងអាចដោះស្រាយបញ្ហាទឹកជំនន់និងរៀបចំស៊ីហ្គេមឆ្នាំ2025ទទួលបានជោគជ័យដោយការរំពឹងទុករបស់សម្ដេចតេជោសូមអរគុណសម្រាប់ការទស្សនាតើលោកអ្នកយល់យ៉ាងណាចំពោះសាររបស់សម្ដេចតេជោហ៊ុនសែនសូមចែករំលែកមតិរបស់លោកអ្នកនៅក្នុងប្រអប់ខមមិនខាងក្រោម